សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសួរមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin សម្រាប់ថ្ងៃច័ន្ទទី23ខែកុម្ភៈឆ្នាំទី2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយដូចតទៅទីបំផុតកំភ្លើងធំ Arsenal ឈ្នះហើយរហូតដល់តែ4-1ចំណែកឯហង្សក្រហម Liverpool ឈ្នះដែរតែឈ្នះទាំងមិនជ្រះថ្លាសោះបានត្រឹម1-0ក្លឹបអ្នកដ៏មានបុណ្យបារមី Barcelona ក៏ឈ្នះដែរឈ្នះយ៉ាងព្រៃផ្សៃទៅលើ Levante រហូតដល់តែ3-0ដោយលើសពិន្ទុស្ដេចសដូចសម្លេងរបស់ Admin ដល់ទៅ2ពិន្ទុទៀតផង Cristiano Ronaldo ខ្ញុំជាកម្មសិទ្ធិរបស់ Arabi Saudit ហើយខ្ញុំចង់បន្តនៅទីនេះដោយដែលខ្ញុំបាននិយាយជាច្រើនដងរួចមកហើយខ្ញុំជាកម្មសិទ្ធិរបស់ប្រទេស Arabi Saudit វាគឺជាប្រទេសដែលបានស្វាគមន៍រូបខ្ញុំក៏ដូចជាគ្រួសារនិងមិត្តភ័ក្តិរបស់ខ្ញុំផងដែរខ្ញុំមានសេចក្តីសុខខ្លាំងណាស់នៅក្នុងប្រទេសមួយនេះការសម្រេចចិត្តរបស់ខ្ញុំគឺច្បាស់ណាស់ខ្ញុំចង់បន្តរស់នៅនិងលេងនៅទីនេះតទៅទៀតចុងក្រោយនេះគឺក្លឹបស្ដេចបេសាយក្រហម Man United នៅយប់នេះទៅធ្វើការប្រកួតជាមួយស្កអគ្រាប់ Everton ពេលវេលាម៉ោង 3 នាទីឈានចូលថ្ងៃទី24តើប្រិយមិត្តគិតថា Man United នឹងបរិភោគប៉ុន្មានគ្រាប់ដែរទម្លាក់ comment ខាងក្រោមវីដេអូ Admin មក